Chụp sơ lục rútថ្ងៃនេះខ្ញុំមកធ្វើកិច្ចការមួយពាក់ព័ន្ធទៅនឹង user management ប៉ុន្តែខ្ញុំអត់ធ្វើនៅលើនេះទេខ្ញុំ remove តាមរយៈ SH គាត់ខ្ញុំមានតែមួយ user ទេហើយមានបន្ទាប់យើងបង្កើត user ថ្មីមួយដើម្បី test សាកល្បង sudo យើងប្រើ command user add មានតែ option m ដើម្បីបង្កើត home directory ឲ្យ user មួយហ្នឹងហើយ dash s នេះវាជា set default shell វាជា base មួយសម្រាប់ interactive user user test ហើយបន្ទាប់មកខ្ញុំ set password ឲ្យទៅ user មួយហ្នឹង1 2 3ត្រឹមឲ្យយើង success ហើយជំហានបន្ទាប់គឺយើងចូលទៅកាន់ user ដែលយើងបានបង្កើតហ្នឹងឥឡូវយើងបង្កើតបានជោគជ័យហើយឥឡូវយើងចូលមកកាន់ user tab របស់យើងបានហើយពីបន្ទាប់ខ្ញុំសាកបង្កើតនៅ directory ឲ្យវាមួយទៅហើយនេះយើងបាន directory មួយហើយបន្ទាប់មកទៀតគឺយើងហើយបន្ទាប់គឺយើងចូលទៅ user ដើមរបស់យើងវិញឥឡូវយើងចូលមកកាន់ user ដើមរបស់យើងវិញហើយបន្ទាប់មកខ្ញុំទៅកាត់ cache មើល file របស់យើងដែលយើងបានបង្កើត user ហ្នឹងតែយើងពិតជាបានបង្កើតត្រឹមត្រូវដែរឬទេយើងអាចប្រើ cache មួយប្រើ command cache pass ហើយនេះជា user មួយដែលយើងបានបង្កើតមិញ